សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងមកមើលពីការធ្វើនំប៉ាវស្នូលសាច់ជ្រូកដែលនំប៉ាវហ្នឹងគឺគេអត់ប្រើតយសម្រាប់ធ្វើជាពណ៌បៃតងទេគឺគេប្រើស្មៅម្យ៉ាងសម្រាប់ធ្វើជា ingredient ឬក៏ជាគេហៅថាជាជំនួយក្នុងការយកពណ៌គឺគេប្រើស្មៅហ្នឹងអូខេវីដេអូនេះគឺនាំមកជូនដោយខ្ញុំបាទគឺអត់មានណានាំមកជូនទេគឺខ្ញុំមើលវីដេអូគេហើយឃើញថាវាត្រជាក់ភ្នែកវាល្អមើលគឺយកមកចែកចាយមើលបន្តទៀតហើយការពិតខ្ញុំមិនចង់និយាយឲ្យច្រើនទេព្រោះវីដេអូហ្នឹងកាលណានិយាយទៅវាបាត់សលេងធម្មជាតិគេវាធ្វើឲ្យយើង relax អញ្ចឹងខ្ញុំប្រហែលជាបន្ថយការនិយាយឡើងនិយាយច្រើនហើយអានេះយើងមើលពីការធ្វើរបស់គេអញ្ចឹងទៅណាគេទៅយើងចាំសាច់ជ្រូកដាក់ទឹកក្តៅត្រាំមកហ្នឹងដើម្បីយកពណ៌ហេវាសម្រាប់ចុចអូមិនមែនយកទេគឺច្រាមយកពណ៌ហ្មងបើថាយកវាលាយមួយម្សៅហ្មងអាលបាយដែលម៉ត់មិញហ្នឹងណាអូខេតពីលាយលបាយដាក់ម្សៅហើយយើងចាប់ដើមច្បាច់មកយកបានដាក់ទឹកទេព្រោះលបាយនៃស្មៅមិញហ្នឹងវាមានហើយស្រាប់ហើយឥឡូវយើងមកធ្វើស្នូលយើងមានសាច់ជ្រូកយើងមានផ្សិតឆាចុះឆាឡើងឆាចុះឆាឡើងចាក់ដាក់ចានវិញសិនអូខេអញ្ចឹងយើងយកស្នូលនេះមកដាក់ក្នុងនំប៉ាវតមកទៀតច្បាច់បិទរុនវាអូខេតមកទៀតយើងដាក់វាទៅលើស្លឹកដែលមានលាបខ្លាញ់តិចតិចកុំឲ្យជាប់ហើយយកវាទៅចំហើយសមិទ្ធផលនំយើងបានហើយយ៉ាអត់តំណងស៊ីទេប៉ុន្តែវាស៊ីមកតំណងអញ្ចឹងមើលវាស៊ីបន្តិចទៅអូខេវីដេអូយើងមានប៉ុណ្ណឹងអរគុណជំរាបលា